សម្បត្តិមនុស្សល្អកូនជាទីស្រឡាញ់ពេលដែលកូននៅក្នុងសង្គមហើយត្រូវតាក់ទងជាមួយអ្នកអតីតកូនត្រូវរៀបចំរឹកពាល្អនិយាយពាក្យពិរោះព្រមទាំងត្រូវរៀបចំខ្លួនប្រាណសម្លៀកបំពាក់ឲ្យបានល្អផងនេះជាការចាំបាច់ណាស់ព្រោះដើម្បីជាការសម្ដែងបញ្ជាក់ថាកូនជាមនុស្សល្អកាលដែលបានអប់រំមិនទុំឧបនិស្ស័យមកល្អទើបសម្ដែងអាកប្បកិរិយាចេញមកល្អគេហៅថាមនុស្សដូចនេះថាជាអ្នកមានសម្បត្តិមនុស្សល្អអ្នកមានសម្បត្តិមនុស្សល្អរមែងមានព្រៀបលើមនុស្សដែលខ្វះនៅគុណសម្បត្តិទាំងនេះក្នុងគ្រប់រឿងទាំងអស់ទាំងការនិយមរាប់អានការឲ្យនូវភាពស្និទ្ធស្នាលការឲ្យនូវភាពទុកចិត្តរហូតដល់ប្រគល់ការងារមុខនីតិសំខាន់ឲ្យធ្វើទៀតផងជាដើមសម្បត្តិមនុស្សល្អគឺការសម្ដែងអាកប្បកិរិយាចេញមកគឺថាមានសភាពរៀបរយត្រឹមត្រូវគួរគួយគុណមិនតោះភ្នែកមិនតោះតិចពេញទៅដោយភាពទន់ភ្លន់និងការគោរពកោតក្រែងកូនគួរប្រខាត់នៅសម្បត្តិមនុស្សល្អទុកជាសម្បត្តិប្រចាំខ្លួនមានជាអាបគឺតែងខ្លួនដោយសម្លៀកបំពាក់សមរម្យនឹងវ័យមិនដោះសម្លៀកបំពាក់ក្នុងទីសាធារណៈពាក់អាវត្រឹមត្រូវនៅចំពោះមុខភ្ញៀវមានភាពទន់ភ្លន់បន្ទន់ខ្លួនចេះក្រាបសំពះធ្វើការគោរពចំពោះអ្នកធំនិយាយស្ដីសម្រួមមាត់មិននិយាយឲ្យសំឡេងខ្លាំងកោកកាកលោឡាក្នុងទីសាធារណៈឬក្នុងទីប្រជុំមនុស្សមិននិយាយជ្រែកកាត់ក្នុងពេលដែលអ្នកធំកំពុងសន្ទនាគ្នាចេះក្រែងចិត្តអ្នកដទៃពេលទទួលទានអាហារក៏សម្រួមមិនវឹបវ៉ាប់ប្រញាប់ដោយខ្លាចអស់ម្ហូបមិននិយាយក្នុងពេលមានអាហារក្នុងមាត់និងក្រោកនិងអង្គុយក៏សង្រួមប្រយ័ត្នត្រួតត្រាមើលដោយសពគ្រប់សម្បត្តិមនុស្សល្អជាហេតុឲ្យមនុស្សយើងមានស្នេហ៍គួរស្រឡាញ់និងជាហេតុឲ្យអ្នកធំស្រឡាញ់អាណិតប្រាថ្នានឹងជួយទំនុកបំរុងក្នុងរឿងផ្សេងសម្បត្តិមនុស្សល្អគឺជាអភិរណៈគ្រឿងប្រដាប់តែងខ្លួនគួរជាទីរីករាយនិងរាប់អានដល់មនុស្សទាំងឡាយគ្រប់ទីកន្លែងគួរស្កកងើយឆ្កើតបង្កើតខកចិត្តមនុស្សស្កកមានពេតគំនិតដាបដុនកើតមកជាមនុស្សស៊ីជុះអស់ទុនជីវិតទេរុនគ្មានគុណតម្លៃនោះយើងផលិតជីវិតខ្លួនឯងរៀបចំតាក់តែងចាត់ចែងរាល់ថ្ងៃប្រាជ្ញសាងជីវិតពិតដូចចរណៃមាសប្រាក់កាឡៃបីដូចមនុស្សខ្លៅប្រាជ្ញសាងជីវិតពិតដូចជាផ្កាយគោចរមិនណាយតម្រង់ទិសដៅឆ្លងកាត់លៀបយោះចិត្តឥតមងសៅតម្រង់ទិសដៅគុណភាពជីវិតពេលស្រឡាញ់ខ្លួនពួនស៊ីឆ្នាំពឹសជីវិតស្មូតត្រឹសរើសកំហាកលិតស្លឹកឈើចាកមេឃជ្រែកខ្យល់វិបរិតគ្មានគោលដៅពិតជីវិតអន្តពាល